នៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកទាក់ទងជាមួយនឹងការ design poster ក៏ដូចជាការ design thumbnail ផ្សេងៗទៀតតាមរយៈទូរស័ព្ទដៃរបស់យើងអញ្ចឹងកម្មវិធីដែលខ្ញុំនឹងប្រើប្រាស់យកមក design នៅពេលនេះគឺយើងមានកម្មវិធី Picart ហើយនិងកម្មវិធី InShot អញ្ចឹងអ្នកនរគ្នាអាចទៅ download កម្មវិធីពីរហ្នឹងនៅលើ App Store ក៏បានឬក៏ Play Store ក៏បានដែរអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវយើងចូលទៅកម្មវិធីទី1គឺកម្មវិធី Picart អញ្ចឹងខ្ញុំសូមបើកកម្មវិធី Picart ហ្នឹងមកអញ្ចឹងកម្មវិធីនេះគឺយើងប្រើប្រាស់សម្រាប់ design ជាលក្ខណៈរូបភាពហើយកម្មវិធី InShot គឺយើង design ជាលក្ខណៈម៉ូដអក្សរផ្សេងៗទៀតអញ្ចឹងឥឡូវខ្ញុំសូមទៅ design ជាលក្ខណៈរូបភាពសិនចឹងនៅពេលដែលយើងបើកកម្មវិធី Picart មកវាមាន photo មាន video មាន template មាន draw មាន color អីផ្សេងៗទៀតអញ្ចឹងខ្ញុំអត់ត្រូវការអស់ហ្នឹងទេខ្ញុំយកពាក្យថា photo ព្រោះដោយសារខ្ញុំ design ជាលក្ខណៈ thumbnail អញ្ចឹងខ្ញុំ scroll មកខាងក្រោមមកហើយខាងលើនេះគឺជាបច្ចេកដែលខ្ញុំធ្លាប់បានធ្វើហើយអញ្ចឹងយើង scroll មកខាងក្រោមរកពាក្យថា trending background នេះ trending background ខាងក្រោមនេះអញ្ចឹងយើងចុចពាក្យថា blank មកនៅពេលដែលមកដល់ចំណុចនេះហើយអ្នកនរគ្នាធ្វើការ fit size ទៅអញ្ចឹងបើសិនជាអ្នកនរគ្នាធ្វើជាលក្ខណៈ poster យើងមិនបាច់ចាំ fit size ទេឥឡូវខ្ញុំសុំ fit size ដោយសារតែខ្ញុំធ្វើជា thumbnail YouTube អញ្ចឹងខ្ញុំ scroll bar ខាងក្រោមនេះយើង scroll ទៅរកពាក្យថា fit ចុចទៅលើពាក្យថា fit មកហើយយើងចុចទៅ16:9ព្រោះដោយសារ YouTube គឺស្តង់ដារវាប៉ុណ្ណឹងហើយយើងអាចធ្វើជា TikTok ក៏បានដែរយើងចុចទៅលើ16:9ទៀតមកវានឹងចេញជាទម្រង់ TikTok ហើយខ្ញុំសុំផ្ដេកវិញយើងចុចពាក្យថា apply ហើយចំណុចបន្ទាប់ខ្ញុំនឹងធ្វើការដោះសោ layer ដើម្បីកុំឲ្យវាមិច layer របស់យើងចូលគ្នាខ្ទេចខ្ទីនៃកទេសឡង់ចឹងចុចទៅលើ layer ហ្នឹងមកហើយយើងដោះសោ layer ហ្នឹងមកអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ដោះសោ layer ហ្នឹងទេនៅពេលដែលអ្នកនរគ្នាមករកបច្ចេកនឹងដើម្បីកែសម្រួលគឺវាអត់មាន layer ឲ្យកែទេព្រោះដោយសារវាមិច layer ចូលគ្នាទៅជា layer តែមួយអញ្ចឹងអ្នកនរគ្នាមិនអាចធ្វើការផ្លាស់ប្ដូរ layer នៃរូបភាពរបស់យើងបានទេអញ្ចឹងតើតើអ្នកនរគ្នាធ្វើការដោះសោវាអស់សិនហើយជំហានបន្ទាប់គឺខ្ញុំនឹងធ្វើការ add background យើង scroll មកខាងក្រោមនេះណាយើង scroll បែរខាងក្រោមនេះមករកពាក្យថា background ហើយខ្ញុំរកពាក្យថា image ហើយចំណុចបន្ទាប់គឺយើងចុចទៅលើសញ្ញាព្រួយពណ៌កាឈូកនេះមកនៅខាងលើសញ្ញាបូកហើយខ្ញុំទៅរើសរូបភាពដែលខ្ញុំចង់យកមកធ្វើគឺរូបភាពទាក់ទងជាមួយនឹង FL ដោយសារខ្ញុំធ្វើជា thumbnail របស់ YouTube Play ខ្ញុំចុចពាក្យថា apply មកអ្វីដែលយើងចង់បានបន្ថែមទៀតគឺយើងអាចចូលយើងអាច scroll ទៅរកពាក្យថា sticker ដើម្បីយើងរករូបភាពមកបន្ថែមនៅក្នុងការ design របស់យើងឲ្យបានកាន់តែល្អអញ្ចឹងបើសិនជាយើងដាក់តែរូបនឹងមួយយើងអត់មានរូបភាពអីផ្សេងទៀតដើម្បីតាក់ទាញឲ្យទស្សនិកជនគាត់ចូលមើលទេគឺច្បាស់ណាស់ YouTube របស់យើងគឺអត់មាន view ទេអញ្ចឹងឥឡូវយើងចុចទៅលើពាក្យថា sticker នេះដើម្បីយើងទៅ add object របស់យើងដែលយើងចង់បានអីយើងទៅ search ហ្នឹងមកបើសិនជាយើងធ្វើតាក់ទងជាមួយនឹង play យើង search ពី play បើសិនជាអ្នកនរគ្នាធ្វើពីអីយើងទៅ search ពីបច្ចេកដែលយើងចង់ធ្វើអញ្ចឹងឥឡូវខ្ញុំទៅ search ពាក្យថា drum ព្រោះដោយសារខ្ញុំធ្វើ play ខ្ញុំត្រូវមាន score មាន guitar អីចឹងខ្ញុំទៅ search ពាក្យថា drum សិនមកអញ្ចឹងអ្នកនរគ្នានឹងឃើញហើយ drum គឺវាមានច្រើនអ្នកនរគ្នាចង់បានមួយណាយើង insert មួយនឹងចូលទៅណាអញ្ចឹងឥឡូវខ្ញុំទៅរកសិនអញ្ចឹងខ្ញុំខ្ជិលទៅរកឲ្យវែងឆ្ងាយហើយយើងដាក់ដោយសារនេះខ្ញុំ design ជាឧទាហរណ៍ទេខ្ញុំយករូបភាពខាងលើនេះវិញនេះ drum ពណ៌ក្រហមក៏បានពណ៌ខ្មៅក៏បានដែរពណ៌ខៀវក៏បានអាស្រ័យទៅលើអ្នកនរគ្នាចង់បានទេអញ្ចឹងខ្ញុំយកពណ៌ក្រហមមកចឹងនៅពេលដែល insert រួចវានឹងចេញមកលើផ្ទាំងកិច្ចការរបស់យើងហើយអញ្ចឹងយើងអាចទៅសេរីស្រង់ដាក់តាមទីតាំងដែលយើងចង់បានមកហើយយើងអាចបរិយាព្រមបច្ចេករបស់យើងបានអញ្ចឹងបើសិនជាយើងចង់ឲ្យ object របស់យើងទូចហើយយើងពិបាកនៅក្នុងការសេរីបើសិនជាអ្នកនរគ្នាដាក់បែបនេះច្បាស់ណាស់ថាវានឹងពិបាកនៅក្នុងការសេរី object របស់យើងអញ្ចឹងបើសិនជាយើងអាចបរិយាផ្ទាំងកិច្ចការបានទៀតកាន់តែល្អអញ្ចឹងចឹងយើងបរិយាផ្ទាំងកិច្ចការរបស់យើងមកហើយយើងទៅសេរី object របស់យើងដាក់ទីតាំងដែលយើងចង់ដាក់មកឡើយទេថាខ្ញុំចង់ដាក់ឡើងហ្នឹងហើយនៅក្នុង object របស់យើងគឺវាមានមុខងារជាច្រើនទៀតមាន opacity មាន blend មានអីផ្សេងទៀតណាអញ្ចឹងអ្វីដែលខ្ញុំត្រូវដាក់បន្ទាប់ទៀតគឺដាក់ shadow អញ្ចឹងខ្ញុំចុចទៅលើ shadow នេះដើម្បីយើងបានជាស្មោលនៅខាងក្រោយហ្នឹងអ្នកនរគ្នាអាចឃើញនេះ shadow ហ្នឹងអញ្ចឹងបើសិនយើងដាក់ none វាអត់មានទេបើសិនយើងដាក់ adjustment មកវានឹងមាន shadow នៅខាងក្រោយ drum របស់យើង
ហើយអ្នកនរគ្នាអាចទៅសេរី opacity សេរី blur អីផ្សេងៗទៀតបាននៅលើ shadow យើងអញ្ចឹងបើសិនជាយើងសេរី blur មកនេះភាពច្បាស់ឬក៏ភាព blur របស់យើងនៅខាងលើនេះអញ្ចឹងអ្នកនរគ្នាចង់បានជាលក្ខណៈស្មោលច្បាស់អ្នកនរគ្នាទាញ blur ហ្នឹងមកដល់1មកហើយ opacity ការតម្លើងស្មោលឬក៏តម្លាក់ស្មោលរបស់យើងឲ្យវាស្រាលឲ្យវាធ្ងន់ទៅលើ opacity នេះហើយអញ្ចឹងឥឡូវខ្ញុំសុំសេរី opacity 50ចុះហើយ blur ខ្ញុំយកឲ្យវារៀង blur តិចមកខ្ញុំយក50ដែរមកហើយកន្លែង position នេះអ្នកនរគ្នាអាចសេរីឆ្វេងស្ដាំលើក្រោមនៃស្មោលរបស់យើងបានអញ្ចឹងឧទាហរណ៍ថាយើងចង់ឲ្យវាមកក្រោមខ្លាំងយើងទាញមកកន្លែងនេះមកអញ្ចឹងបើសិនជាអ្នកនរគ្នាមិនចង់ឲ្យវាមកក្រោមទេយើងសេរីមកល្មមមកខ្ញុំដាក់5ចុះនេះបើសិនឆ្វេងស្ដាំនេះខាងលើនេះឆ្វេងស្ដាំហើយខាងក្រោមហ្នឹងលើក្រោមអញ្ចឹងនេះយើងអាចសេរីមកខ្ញុំដាក់ឲ្យវាគៀក drum របស់យើងតិចដែរមកអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំបរួមកិច្ចការរបស់យើងវិញអូខេអញ្ចឹងចំណុចបន្ទាប់ខ្ញុំត្រូវនេះបើសិនជាយើងអត់ចង់បានប៉ុណ្ណឹងយើងចង់បានជាលក្ខណៈ border អីផ្សេងទៀតយើងអាចថែមបានទៀតអញ្ចឹងយើងចុចទៅលើ object របស់យើងហើយយើងយកពាក្យថា border នេះខាងក្រោមនេះអញ្ចឹង border នេះគឺយើងដាក់សុំជុំវិញរូបភាពរបស់យើងណាអញ្ចឹងយើងសុំហ្នឹងយើងអាចយកពណ៌ក្រហមពណ៌ខៀវពណ៌ស្វាយពណ៌លឿងអីតាមអ្វីដែលអ្នកនរគ្នាចង់បានអញ្ចឹងលើឧទាហរណ៍ថាខ្ញុំចង់បានពណ៌សខ្ញុំអត់ស្រឡាញ់ពណ៌ការលេងពណ៌ច្រើនពេកទេខ្ញុំយកពណ៌សចុះហើយអានេះគឺជាការតម្លើង border ឬក៏តម្លាក់ border នៅខាងក្រោមនេះហើយ opacity ហ្នឹងដូចខ្ញុំនិយាយដើរអញ្ចឹងគឺវាតម្លាក់ភាពច្បាស់ឬក៏តម្លើងភាពច្បាស់របស់វាអញ្ចឹងនៅលើ opacity នេះឥឡូវខ្ញុំសុំយកប៉ុណ្ណឹងចុះអូខេចំណុចបន្ទាប់គឺខ្ញុំត្រូវការជា piano អញ្ចឹងខ្ញុំចូលទៅ line sticker ទៀតនេះចូលលើ sticker មកហើយខ្ញុំខ្វែងនេះចោលខ្ញុំ search ពាក្យថា piano អូខេអញ្ចឹងយើង search មកអញ្ចឹងអ្នកនរគ្នាចង់បានមួយណាយើងរើសមួយហ្នឹងទៅខ្ញុំទៅរកសិនដឹងថាចង់បានមួយណាទេព្រោះ design ខ្ញុំ design ផ្ទាល់ដែរអញ្ចឹងខ្ញុំត្រូវទៅរករូបភាពសិនអាចនឹងចំណាយពេលតិចតួចដែរអូខេអញ្ចឹងខ្ញុំទៅរកមើលរូបភាពដែលខ្ញុំចង់បានសិន scroll មកខាងក្រោមមកអញ្ចឹងយើងឆ្លាញ់មួយណាយើងដាក់មួយហ្នឹងទៅខ្ញុំរកមើលសិនអូខេដឹងមួយណាទេរកអត់ទាន់ឃើញអូខេអញ្ចឹងខ្ញុំយកអាពណ៌ខៀវនេះចុះអញ្ចឹងខ្ញុំចុចទៅលើពណ៌ខៀវហ្នឹងមកវានឹងធ្វើការ add ចូលមកកាន់ផ្ទៃកិច្ចការរបស់យើងអញ្ចឹងយើងអាចសេរីនេះសេរីវាឡើងចុះអីចឹងមកសេរី degree របស់វាបានអញ្ចឹងខ្ញុំដាក់ទៅគៀនខាងនេះបន្តិចហើយខ្ញុំធ្វើការ add shadow add អីដូចមិញដែរយើងចុចទៅលើ layer របស់យើងមកហើយចុចទៅលើ object របស់យើងមកយើងយកពាក្យថា shadow មកអញ្ចឹងនេះខ្ញុំត្រូវសេរីសារថ្មីយើងដាក់5មក5ទៀតហើយ adjustment នេះខ្ញុំយក50ដូចគ្នា50អូខេអញ្ចឹង position ខ្ញុំសេរីហើយអញ្ចឹងខ្ញុំត្រូវការទៅដាក់ border វាតិចតួចទៀតអញ្ចឹង border ខ្ញុំយក8ជាទូទៅហើយខ្ញុំយកពណ៌សបើសិនជាអ្នកនរគ្នាចង់កែ color ចង់កែអីទៀតអ្នកនរគ្នាឈរលើ object មកណាអញ្ចឹងខ្ញុំប្រាប់ពីរបៀបកែ color អញ្ចឹងយើងឈរលើ object ហើយយើងទៅយកពាក្យថា adjust នេះចុចលើ adjust មកហើយយើងយកពាក្យថា color ហើយយើងសេរីនេះសេរី hue ខាងក្រោមនេះខាងក្រោមគេវាមាន saturation មាន temp មាន hue អញ្ចឹងយើងអាចសេរី hue ហ្នឹងមកហើយនេះវានឹងដូរពណ៌យើងហើយទីថាយើងចង់បានពណ៌អីយើងសេរីដាក់ពណ៌ហ្នឹងមកកន្លែង hue ហ្នឹងណាអញ្ចឹងឥឡូវខ្ញុំដាក់ពណ៌អីដែលយើងចង់បានមកពណ៌ក្រហមក៏បានពណ៌អីក៏បានដែរឥឡូវទីថាខ្ញុំចង់ដាក់ពណ៌ក្រហមហ្នឹងដើម្បីវាស៊ីគ្នាជាមួយនឹង drum របស់យើងហើយយើងចុចពាក្យថា apply មកអញ្ចឹងយើងបានពណ៌ក្រហមហើយឃើញទេចំណុចបន្ទាប់ទៀតយើងអាចទៅរើសរូបភាពបន្ថែមទៀតមកបើមិនយើងអត់តន់ចង់បានប៉ុណ្ណឹងយើងទៅរើសរូបភាពទៀតមកឥឡូវយើងចង់ដាក់អីទៀតឥឡូវទីថាខ្ញុំចង់ថែមរនាតអីតិចតួចចុះអញ្ចឹងយើងអាចសាកសរសេរអក្សរខ្មែរមកវាស្គាល់អត់អូខេខ្ញុំចុចពាក្យថារនាតអញ្ចឹងវាមានស្គាល់ដែរវាស្គាល់បានមកគ្រាប់ដែរណាអញ្ចឹងយើងចុចទៅលើហ្នឹងមកអូខេហើយខ្ញុំសេរីអាពួកនេះទូចតិចមកយើងដាក់មកគៀននេះមក
ទាំងកិច្ចការហ្នឹងយើងអាច break បានទេហើយយើងសេរី object របស់យើងឲ្យត្រូវទីតាំងដែលយើងចង់ដាក់មកអញ្ចឹងយើងសេរី renate តិចមកហើយ renate ហ្នឹងខ្ញុំសេរីឲ្យទូចមកល្មមមកបានហើយអូខេហើយចំណុចបន្ទាប់គឺយើងត្រូវដាក់ដូចមិញទៀតមកយើងចង់បានអីយើងដាក់ហ្នឹងមកឥឡូវខ្ញុំចង់បាន shadow យើងដាក់ shadow ទៀតមកចឹងខ្ញុំអត់បង្ហាញច្រើនទេកន្លែងនេះខ្ញុំធ្លាប់បង្ហាញហើយចឹងយើងត្រួសកុំឲ្យវីដេអូយើងវែងចឹងខ្ញុំដាក់50ហើយកន្លែង border ខ្ញុំដាក់ border វាតិចដែរខ្ញុំយក8 border អូខេចឹងខ្ញុំត្រូវការទៅថែមអីតិចតួចទៀតដើម្បីវាស្អាតបន្តិចចឹងប៉ុណ្ណឹងវាអត់ទាន់ស្អាតដល់ឡើយទេសម្រាប់ខ្ញុំចឹងខ្ញុំត្រូវថែមអីតិចទៀតខ្ញុំចុចទៅលើ sticker ទៀតខ្ញុំ search ពាក្យថា dram ខ្ញុំរក dram ទូចៗមកដាក់ចឹងយើង search តែ dram ទៅបានហើយចឹងយើងទៅរក dram ណាដែល cute យកមកដាក់តិចមកឥឡូវឧទាហរណ៍ថាខ្ញុំស្រឡាញ់ dram ណាមើលខ្ញុំរកមកសិនអូខេឥឡូវខ្ញុំចង់បាន dram នេះមួយមកចង់បានប្រភេទជា score ស្បែកនេះចឹងយើង insert score ស្បែកមកយើង proof វាទូចមកចឹងបើទូចពេកអ្នកនរគ្នាអាចប្រៀបផ្ទាំងកិច្ចការដើម្បីកុំឲ្យវាពិបាកនៅក្នុងការ design ហើយយើង add មកនេះមកយើងអាចសេរីដាក់ស្មោលដាក់អីទៅតាមអ្វីដែលខ្ញុំបានបង្ហាញមុនហ្នឹងមិញមកចឹងខ្ញុំយក50ហើយនេះខ្ញុំ50ដែរហើយ position ខ្ញុំយក5ដូចគ្នាអានេះយើងអាចដាក់ឲ្យវាមួយមុខតិចមកយើងយកដក8អីមកដើម្បីស្មើមកខាងមុខហើយខ្ញុំចង់បានមួយចំហៀងទៀតខ្ញុំខ្ជិលទៅ insert សាសមកខ្ញុំចុចលើ layer ហ្នឹងចុចលើ object ហ្នឹងមកយើងសេរីទៅរកពាក្យថា duplicate នេះមកនេះនៅ bit opacity ហ្នឹងអញ្ចឹងវានឹងបាន layer មួយទៀតហើយយើងទាញវាមកគៀននេះមកហើយខ្ញុំទៅរកពាក្យថា flip ឬក៏ rotate ចឹងយើងចុចទៅលើ flip ឬក៏ rotate ហ្នឹងមកហើយខ្ញុំត្រឡប់វាមកវិញចឹងដើម្បីឲ្យវាបានទល់មុខគ្នាចឹងយើងអូសទៅដាក់តាមអ្វីដែលយើងចង់ដាក់មកចឹងខ្ញុំដាក់ប៉ុណ្ណឹងហើយ shadow ខ្ញុំសេរីអាកន្លែងposition មកមុខវិញយក8បូកវិញហើយខ្ញុំចុចពាក្យថា apply ចឹងប៉ុណ្ណឹងយើងបានជាលក្ខណៈ poster ជាលក្ខណៈ thumbnail មួយហើយអញ្ចឹងយើងអាចចុច next នេះចុច next ហ្នឹងមកអញ្ចឹងយើងចុចសញ្ញាខ្វាយនេះមកហើយយើងចុចពាក្យថា done ប៉ុណ្ណឹងមកវានឹង save thumbnail ដែលយើងបានធ្វើមុនហ្នឹងហើយឥឡូវយើងចូលទៅកាន់កម្មវិធី insert ម្ដងដើម្បីយើង design ជាអក្សរម្ដងអញ្ចឹងនៅពេលអ្នកនរគ្នាបើកកម្មវិធី insert មកយើងចុចទៅលើ photo ហើយយើងចុចទៅកន្លែង new នេះចុចលើពាក្យ new មកហើយយើងចុចមកលើរូបភាពរបស់យើងមកចំណុចបន្ទាប់អ្នកនរគ្នាត្រូវទៅ add text ណាយើងអាចចុចទៅលើ text នេះចុចលើ text ហ្នឹងមកអញ្ចឹងឥឡូវខ្ញុំសរសេរថា play បើកឆាកអូខេចឹងដោយសារតែខ្ញុំធ្លាប់ design វានឹង load មកស្រាប់បែបនេះអញ្ចឹងខ្ញុំធ្វើការ clear reset វាឲ្យអស់សិនដើម្បីកុំឲ្យអ្នកនរគ្នាឆ្ងល់អូខេយើង reset អស់ហើយចឹងនៅពេលដែលយើងសរសេរបានអក្សរបែបនេះយើងត្រូវការ design ហើយនៅក្នុងការដាក់ font ជាមួយខ្ញុំនឹងដាក់ link font ឲ្យអ្នកនរគ្នា download ខ្ញុំមានជាប្រហែលជា200 font ជាងដែរនៅក្នុងហ្នឹងអញ្ចឹងខ្ញុំប្រាប់ពីរបៀប add font ទៀតណាអញ្ចឹងយើងចុចទៅលើហ្នឹងមកយើងចុចសញ្ញារូបខ្នាតដៃយើងចុចពាក្យ edit មកអញ្ចឹងនេះកន្លែងហ្នឹងវាមាន keyboard មានពណ៌អក្សរមានការ design អក្សរហើយនឹងមាន font អញ្ចឹងនៅក្នុង font នេះបើសិនជាអ្នកនរគ្នាអត់ទាន់មាន font ទេអ្នកនរគ្នាធ្វើការ import មកអញ្ចឹងខ្ញុំនឹងដាក់ link ឲ្យអ្នកនរគ្នា download នៅខាងក្រោមវីដេអូខ្ញុំនឹងចែក font free font ខ្មែរអញ្ចឹងយើង import មកយើងយកពាក្យថា file មកបន្ទាប់ពីបាន file ហើយយើងទៅរើស font ណាដែលអ្នកនរគ្នាចង់បានមកឧទាហរណ៍ថាខ្ញុំចង់បាន font មួយណាទេខ្ញុំរកមើលសិនព្រោះខ្ញុំមិនដឹងថាស្រឡាញ់ font មួយណាដែរ
អូខេអញ្ចឹងខ្ញុំទៅរកមើលសិនណាឥឡូវទេថាខ្ញុំយក font Beyond ចុះខ្ញុំចុចទៅលើ font Beyond មកអញ្ចឹងវានឹងបាន font Beyond មកបែបនេះអញ្ចឹងបើសិនយើងអត់ឆ្លាញ់យើងទៅរកមួយទៀតមក import មួយទៀតមកយើងទៅរក font ណាដែលយើងចង់បានមកអូខេមិនដឹងមួយណាទេខ្ញុំអត់ច្បាស់ថាមួយណាខ្ញុំអត់ដឹងថាឆ្លាញ់មួយណាមួយនេះដែរអញ្ចឹងខ្ញុំទៅរកមើលសិនណាអូខេអញ្ចឹងយើង scroll មករកខាងក្រោមទៀតខ្ញុំយក content ចាស់ណាយក content ដែរហើយ content អត់ស្អាតទេខ្ញុំរកមកទៀតចឹងអ្នកនរគ្នាទៅរកមក font មួយណាដែលអ្នកនរគ្នាឆ្លាញ់យើងដាក់ font មួយហ្នឹងមកណាខ្ញុំរកអត់តាន់ត្រូវដែរចឹងវីដេអូនេះប្រហែលជារឿងវែងតិចខ្ញុំរកនៅឡើយរក font រកអីទៀតអូខេឥឡូវខ្ញុំប្រាប់ពីរបៀប add អ្នកនរគ្នាអាច add ចូលកន្លែង import ហ្នឹងមកអញ្ចឹងខ្ញុំទៅរក font នៅលើនេះមកព្រោះដោយសារខ្ញុំ add ហើយវាមាន font នៅលើនេះស្រាប់អញ្ចឹងកុំឲ្យវាយូរវីដេអូរបស់យើងវែងអូខេឥឡូវយើងចង់បាន font ខ្មែរមូលចេះអញ្ចឹងយើងចុចទៅលើសញ្ញាគ្រីសមកអញ្ចឹងយើងសេរីស្រង់ដាក់កន្លែងណាដែលយើងចង់ដាក់សិនមកឥឡូវខ្ញុំចង់ដាក់វាចំការាបែបនេះយើងចុចទៅលើសញ្ញាដូចខ្មៅយើងចុចពី edit ហើយយើងចុចទៅកន្លែងនេះរូប color ហ្នឹងមកអញ្ចឹង text ខ្ញុំយកពណ៌សហើយកន្លែង border នេះ border គឺជាស៊ុំណាអញ្ចឹងយើងចង់ដាក់ស៊ុំវាពណ៌អីតែថាយើងចង់ដាក់ស៊ុំពណ៌ខៀវហើយស៊ុំបើយើងចង់សេរីវាធំយើងអាចនេះទាញកន្លែងខាងក្រោមនេះអញ្ចឹងវានឹងរីកធំហើយបើសិនចង់វាទូចយើងទាញវាអស់មកអញ្ចឹងខ្ញុំយកជាធម្មតាខ្ញុំយក50%ហើយខ្ញុំទៅរកពណ៌រៀងច្បាស់តិចមកអូខេប៉ុណ្ណឹងតបទៀតយើងដាក់ shadow ដាក់ស្មៅវាអញ្ចឹង shadow នេះខ្ញុំយកពណ៌ខ្មៅហើយអ្នកនរគ្នាអាចសេរី opacity សេរីអីផ្សេងទៀតនៅលើនេះភាពច្បាស់ភាពមិនច្បាស់នៅលើនេះអញ្ចឹងខ្ញុំយក50អានេះ30មក opacity ហើយចំណុចបន្ទាប់ទៀតយើងយក color នេះ color ហ្នឹងខ្ញុំយកអាពណ៌សនេះហើយខ្ញុំសេរីដាក់35អីទៅបានហើយអូខេខ្ញុំចុចសញ្ញាគ្រីសមកប៉ុណ្ណឹងយើងអាចបានអក្សរមួយបែបស្រស់ស្អាតដែរបន្តិចហើយអញ្ចឹងយើងអាច duplicate វាមកចុចទៅលើសញ្ញា edit ហើយយើងចុចពាក្យ copy មកទាញវាមកខាងក្រោមមកអញ្ចឹងអ្នកនរគ្នាអាចសរសេរបន្ថែមទៀតមកអញ្ចឹងឥឡូវខ្ញុំដាក់ពាក្យថាឥឡូវគេថាខ្ញុំដាក់ CDN សេជាអង់គ្លេសអូខេហើយខ្ញុំទៅរើស font ទៀតមកអញ្ចឹងខ្ញុំយក font Romania នេះមកយើង scroll ដាក់វាមកក្រោមតិចមកអានេះយើងអូសវាមកក្រោមតិចមកដើម្បីមើលទៅវាស្អាតតិចកុំឲ្យវានៅលើពេក scroll មកក្រោមតិចអូសមកក្រោមតិចដែរអូខេអញ្ចឹងយើងចូលទៅ edit នេះមកយើង edit តែកន្លែងពណ៌វាទៅបានហើយយើងចុចទៅកន្លែងនេះមកយើងចូលកន្លែង text នេះ text ហ្នឹងយើងចង់ដាក់ពណ៌អីឧទាហរណ៍ថាយើងចង់ដាក់ពណ៌មាសទៅយើងចុចលើពណ៌មាសមកប៉ុន្តែនៅពេលយើងចុចលើពណ៌មាសទៅវានឹងបាត់ border បាត់អីអញ្ចឹងយើងចង់ដាក់ border ក្រហមដាក់អីតាមចិត្តរបស់យើងមកយើងសេរីមកហើយកន្លែង glow នេះខ្ញុំយកពណ៌សហើយខ្ញុំយក35ដែរអូខេប៉ុណ្ណឹងមកគឺយើងបានអក្សរជាងជា thumbnail មួយហើយអញ្ចឹងយើងមើលទៅវាមានភាពតាក់ទាញតិចហើយឥឡូវខ្ញុំចង់អានេះយើងដូរពណ៌វាតិចមកយើងអត់ឆ្លាញ់ border ពណ៌ហ្នឹងយើងអាចដូរពណ៌បានដាក់ពណ៌អីដែលយើងចង់បានមកឥឡូវទៀតថាយើងចង់ដាក់ពណ៌រៀងប្រផេះតិចមកពណ៌កាហ្វេអូខេប៉ុណ្ណឹងអញ្ចឹងនៅពេលដែលយើង design រួចអស់ហើយយើងអាចចុចទៅលើនេះសញ្ញាព្រួយខាងលើនេះដើម្បីយើងធ្វើការ import ណាអញ្ចឹងចុចទៅលើហ្នឹងមកអញ្ចឹងវានឹងធ្វើការ import poster thumbnail ដែលយើងបាន design មុនហ្នឹងមិញហើយអញ្ចឹងវីដេអូហ្នឹងក៏ខ្ញុំមានតែប៉ុណ្្នឹងដែរបើសិនជាអ្នកនរគ្នាមានចម្ងល់អីបន្ថែមទៀតអ្នកនរគ្នាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំដើម្បីខ្ញុំធ្វើការឆ្លើយតបនៅ comment អ្នកនរគ្នាដែលមានចម្ងល់អីទាក់ទងជាមួយនឹងកម្មវិធីពីរហ្នឹងណាអញ្ចឹងកម្មវិធីពីរហ្នឹងវាមានលក្ខណៈពិសេសតខ្លួនវាមួយយើងអាច design រូបភាពមួយទៀតយើងអាច design ជាអក្សរបានអូខេអញ្ចឹងយើងវីដេអូខ្ញុំក៏ឈានដល់ទីបញ្ចប់ដែរហើយយើងសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីវីដេអូនេះបានច្រើនហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយៗបន្តទៀត